ចំពោះការងារដែលអ្នកសម្របសម្រួលគណនេយ្យភាពសង្គមចូលរួមទី1មានការផ្សព្វផ្សាយអំពីសិទ្ធិសេវាសាធារណៈថវិកាការពេញការងាររបស់រដ្ឋបាលតាក់ទងនឹងថវិកាចំណូលចំណាយរបស់អង្គភាពដល់សេវាទាំង3មានមណ្ឌលសុខភាពសាលាបឋមសិក្សានិងរដ្ឋបាលឃុំតាក់ទងនឹងការងាររដ្ឋបាលឃុំជាមួយនឹងការអនុវត្តការងារគណនេយ្យភាពសង្គមកន្លងមកនេះគឺថាយើងទទួលបានព័ត៌មានល្អមួយចំនួនដោយសារក្រុមការងារសហគមន៍และក្រុមខាសគាត់ចុះប្រមូលព័ត៌មាននៅតាមមូលដ្ឋានកន្លងមកដែលការបង្កើតក្រុមខាសរដ្ឋបាលឃុំដូចមិនទាន់យល់អំពីសកម្មភាពក្រុមខាសអញ្ចឹងពេលនោះយើងគិតថាក្រុមខាសនេះអត់មកមិនបានគាត់ទៅយកបញ្ហាយកអីមកឲ្យឃុំដោះស្រាយក្រោយពីយើងយល់ចិត្តគ្នារវាងខាសហើយនឹងរដ្ឋបាលឃុំពិតជាមានសារៈសំខាន់និងមានប្រយោជន៍ព្រោះបញ្ហាខ្លះគាត់អត់ហ៊ានលើកចំពោះមុខមេឃុំទេបញ្ហាខ្លះគាត់អត់ហ៊ានលើកមុខមេភូមិទេគាត់ថាលើកទៅគាត់ខ្លាចថាយើងមានចិត្តអីអន់ចិត្តអីជាមួយគាត់អញ្ចឹងណាតែដល់ក្រុមខាសទៅគាត់ក្រុមខាសបញ្យល់ទៅគាត់ដឹងអំពីទូនាទីភារកិច្ចរបស់គាត់យល់ដឹងអំពីសិទ្ធិរបស់គាត់អញ្ចឹងគាត់ហ៊ានលើកនៅពេលដែលក្រុមខាសចុះទៅធ្វើការងារយើងបានព័ត៌មានត្រឡប់ពីសហគមន៍មកវិញបញ្ជាក់ថាយើងមានខ្វះខាតកន្លែងណាកន្លែងណីអញ្ចឹងពួកខ្ញុំនឹងមានការកែប្រែមិនឲ្យពួកគាត់ខាតពេលវេលាយូរទេពួកខ្ញុំនឹងច្នៃបុគ្គលិកពេលវេលាម៉ោងបើផ្នែកណារវល់ខ្លាំងពួកខ្ញុំនឹងបញ្ជូនបុគ្គលិកនៅផ្នែកដែលទំនេរទៅជួយក្រោយពេលផ្លាស់ប្ដូរពួកគាត់សប្បាយចិត្តនឹងមកទទួលសេវានៅទីនេះពីមុនមកព្រឹកជំងឺអាចត្រឹមតែ8នាក់ទៅ10នាក់បាទមកព្រឹកតែឥឡូវនេះឈានដល់30នាក់ឬក៏30នាក់លើយើងមានជាការ scan នៅ QR code នៅ7សំណួរហ្នឹងគឺមានតាំងពីអាកប្បកិរិយាអិរិយាបថការមកទទួលសេវាការរងចាំអនាម័យហើយនឹងការផ្ដល់ប្រឹក្សាផ្សេងៗរបស់គ្រូពេទ្យតាមផ្នែកអញ្ចឹងប្រសិនបើគាត់មានចម្ងល់ឬគាត់មានសប្បាយចិត្តផ្នែកណាមួយគាត់អាចធ្វើការ scan រក្សាអាចកម្បាំងជូនគាត់សម្រាប់ការងារដែលសាលារៀនធ្វើជាមួយខាសទី1គឺការចុះវាយតម្លៃដាក់ពិន្ទុទៅលើសាលារៀនហើយទី2គឺការប្រជុំប្រចាំត្រីមាសជាមួយឃុំប្រជុំនៅសាលាឃុំក្នុងការធ្វើផែនការចាបហើយទី3គឺខាសបានជួយចុះផ្សព្វផ្សាយការប្រមូលកុមារឲ្យចូលរៀនការទទួលការដាក់ពិន្ទុពីឪពុកម្ដាយសិស្សឬក៏សិស្សមានសារៈសំខាន់ណាស់សម្រាប់ដំណើរការអភិវឌ្ឍសាលារៀនយើងព្រោះជាការចូលរួមរបស់ពួកគាត់ដើម្បីឲ្យយើងដឹងថាតើគាត់ត្រូវការអ្វីហើយអ្វីដែលយើងធ្វើទៅគឺតម្រូវទៅតាមសេចក្តីត្រូវការរបស់គាត់ហើយធ្វើឲ្យកុមារយើងអាយុ6ឆ្នាំនៅទីនេះគឺចូលរៀនលើស 100% ប្រមូលលើសពីក្នុងភូមិហើយមានភូមិដទៃទៀតចូលមករៀនដែរចាំបាច់គឺថាត្រូវតែមានការសម្របសម្រួលហើយផ្ដល់សេវាសមស្របទៅដល់អ្នកដែលគាត់ចង់បានទាំងអស់នេះជាការងារមួយសំខាន់ដែលយើងពីមុនមកគឺយើងមិនដែលធ្វើយ៉ាងទេណាដែលបានន័យថាប្រជាពលរដ្ឋទៅដោយប្រជាពលរដ្ឋទៅណាអាជ្ញាធរគឺដឹងថាអាជ្ញាធរអានេះគេមិនហៅថាគេហៅថាមិនមែនការផ្ដល់សេវាទេអញ្ចឹងគឺពួកគាត់ហ្នឹងគឺថាមានតួនាទីសំខាន់ណាគឺនៅក្នុងការទំនាក់ទំនងជាអ្នកផ្ដល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋហើយនឹងនាំព័ត៌មានប្រជាពលរដ្ឋមកដល់អាជ្ញាធររដ្ឋវិញអញ្ចឹងបើសិនយើងអត់មានពួកហ្នឹងទេគឺថាអ្នកនៃភាពសង្គមអត់ដើរទេអ្វីដែលខ្ញុំមានមោទនភាពជាងគេនោះគឺប្រជាពលរដ្ឋនិងអាជ្ញាធរគឺមានន័យថាគាត់ចូលរួមក្នុងការបង្កើតផែនការសកម្មភាពរួមគ្នាបានណាដែលរូបភាពបែបហ្នឹងយើងគិតថាវាមិនដែលអាចកើតមានតែបច្ចុប្បន្នគឺមានហើយ